បាទសួស្តីបងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងថ្ងៃនេះគឺយើងសិក្សាអំពីការគូស piping ទាក់ទងជាមួយនឹងប្រព័ន្ធ water supply ឬក៏យើងហៅថា cool water system អញ្ចឹងកាលពីវីដេអូមុនគឺយើងបានសិក្សារួចមកហើយអំពីការគូស piping នៅក្នុងកម្មវិធី Revit ចំពោះ system sewage water system អញ្ចឹងថ្ងៃនេះយើងមកបន្ត plumbing design ដូចគ្នាក៏ប៉ុន្តែយើងសិក្សាទៅលើផ្នែក cool water system អញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅធ្វើការទាំងអស់គ្នាទៅអូខេគឺយើងធ្វើនៅបច្ចេកដដែលទេណាហើយដើម្បីគូបានអូខេតែឥឡូវខ្ញុំចូលមកជាន់ G ណាអូខេខ្ញុំចូលមកជាន់ G អូខេនៅវីដេអូមុនគឺយើងបានគូសតាក់ទងជាមួយនឹងទឹកស្អាតសំទោសតាក់ទងជាមួយនឹងទឹកស្អុយណាទឹកកខ្វក់អីហើយអស់ហើយអញ្ចឹងហើយនៅក្នុងវីដេអូហ្នឹងយើងសិក្សាតាក់ទងជាមួយនឹងទឹកស្អាតវិញអូខេអញ្ចឹងទឹកស្អាតចំពោះទឹកស្អាតគឺយើងអាចនឹងមានbooster មួយនៅត្រង់ចំណុចនេះយើង spare ទុកទៅយកចោលទៅណាចំពោះម្ចាស់ផ្ទះគេដាក់ឬអត់យើងអត់ទាន់ដឹងទេតាមក្រោយណាតោះឥឡូវយើងកុំឲ្យខាតពេលយើងធ្វើការគូសទាំងអស់គ្នាទៅអញ្ចឹងដើម្បីគូសបានគឺយើងមក system ដដែលណាយើងមកត្រង់ system ដដែលហើយយើងយកប្រភេទ piping ដដែលណាចំពោះ piping នៅត្រង់ចំណុចនេះគឺយើងបដូរប្រភេទបងប្អូនកលេចមើលកន្លែងម៉ៅរបស់ខ្ញុំមកដែលតកតងជាមួយនឹង property ណាពេល property បងប្អូនបដូរទៅយកមកណាឥឡូវឧទាហរណ៍ថាខ្ញុំយកជាប្រភេទ HDPE ណា HDPE ខ្ញុំគូស sample ឲ្យមួយហើយ HDPE គឺខ្ញុំយក25ណាយក25បើ PPR យើងអាចនឹងមាន20ណាឥឡូវឧទាហរណ៍ខ្ញុំយក PPR អូខេនេះ PPR អូខេឥឡូវខ្ញុំយក HDPE វិញព្រោះ underground ណាខ្ញុំយក HDPE អូខេអញ្ចឹងខ្ញុំយក HDPE មកណាហើយខ្ញុំយកមកកាត់ OD 20អូខេចឹងនៅត្រង់នេះទីយោយើងគឺនៅ underground ណាតើតឹងជាមួយនឹងគីឡូទឹកហើយខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតចំពោះការ detail ហើយគីឡូទឹកយើងហៅថា water meter ណាអូខេអញ្ចឹងដើម្បីគូសបានខ្ញុំគូសខ្ញុំមកកាត់20ហើយខ្ញុំប្រើសញ្ញាដកណាអូខេអញ្ចឹងខ្ញុំយកទៅក្រោមអាចនឹង5ទឹកអូខេខ្ញុំគូសប៉ុណ្ណេះមកហើយខ្ញុំគូសត្រូពីទីតាំងនេះទៅណាអូខេខ្ញុំគូសត្រូពីទីតាំងនេះទៅខ្ញុំគូសរហូតមកដល់ខាងក្រោយនេះមកហើយខ្ញុំគូសបត់នេះទៀតមកណាប៉ុណ្ណេះហើយនៅត្រង់នេះអត់ឃើញទេណាចឹងនៅត្រង់នេះបងប្អូនអាចចូលមក view rank ដដែលណាត្រង់នេះមិនបានអត់ឃើញចឹងខ្ញុំឆែកតិចមូលហេតុអីបានយើងអត់ឃើញណាឥឡូវខ្ញុំចូលមក 3D តិចអូខេពេលដែលចូលមក 3D ហើយតើតើខ្ញុំនឹងយកនៅត្រង់ចំណុចនេះដូចជាយើងអត់ឃើញទៅយកដែរណានេះត្រង់ចំណុចនេះយើងអត់ឃើញទៅយកដូចគ្នាអូខេនៅត្រង់នេះយើងអត់ឃើញទៅយកដូចគ្នាអាចនឹងបញ្ហាមកពីទៅយករបស់យើងណាឥឡូវខ្ញុំបដូរសិនខ្ញុំសាក sample ខ្ញុំបដូរមក P សិនណានេះពេលដែលមក P គឺយើងឃើញជាហើយប្រភេទយោយ៉ាងនេះយោយើងអូសំទោសផ្លេចមួយទៀតណាពេលដែលបដូរចឹងហើយនេះបងប្អូនខ្ញុំភ្លេចបដូរត្រង់នេះខ្ញុំដាក់ water supply ណាដាក់គូ water ហើយខ្ញុំចុច apply ទៅបានទៅបានហើយណាអូខេអញ្ចឹងខ្ញុំមកបដូរវិញអូខេនេះគឺទៅយករបស់យើងណានេះគឺ HTTP អូខេ
chẳngដល់ត្រង់ចំណុចនេះខ្ញុំអាចspare តើតើជាមួយនឹងគេទុកសម្រាប់តើតើជាមួយនឹងផាំណាអូខេអញ្ចឹងខ្ញុំដាក់នៅកលៀតនេះមួយទៅហើយយើងអាច spare ឲ្យគេបានណាឥឡូវឧទាហរណ៍ខ្ញុំយកឡើង3ទឹកអូខេប៉ុណ្ណេះមកហើយខ្ញុំគូសដល់ទីតាំងនេះវិញអូខេខ្ញុំគូសប៉ុណ្ណេះហើយខ្ញុំយក level ប៉ុណ្ណេះសិនណាអូខេទីតាំងនេះវាអត់ឲ្យហើយខ្ញុំគូសសិនខ្ញុំ copy level 5 ទឹកអូខេ copy level 5 ទឹកនៅទីតាំងនេះខ្ញុំបដូរអូខេប៉ុណ្ណេះហើយខ្ញុំគូសមកនេះវិញណាអញ្ចឹងខ្ញុំបដូរនៅត្រង់នេះខ្ញុំដាក់ level ដក5ទឹកចោលទៅនៅត្រង់នេះអត់ឃើញដូចគ្នាណាត្រង់នេះអត់ឃើញដូចគ្នាអញ្ចឹងខ្ញុំអាចលុបមួយហើយខ្ញុំយកមកគូសវិញអូខេខ្ញុំគូសនៅត្រង់នេះមួយសិនមកហើយយកនេះខ្ញុំអាចគូសមកមុខតិចមកណាហើយខ្ញុំធ្វើការភ្ជាប់គ្នាទៅអូខេប៉ុណ្ណេះមកចាំត្រង់នេះមូលហេតុអីបានវែងវែងដោយសារ fitting មក HDPE យើងប្រើប្រភេទនេះណាអញ្ចឹងពេលដែលយើងអាចប្រើតុយក៏បានដែរចំពោះ HDPE ចំពោះ HDPE ហ្នឹងគឺយើងប្រើជាកែងទូចៗមានតែកែងនេះកែងនេះក៏បានដែរ HDPE ណាតែឥឡូវខ្ញុំទុកខ្ញុំប្រើប្រភេទ HDPE ជាប្រភេទហ្នឹងទៅនេះឡើយនេះអញ្ញាតនេះឡើយនេះហើយយើងត្រូវមានវ៉ានមានអីទៀតតែឥឡូវយើងក៏មកខាត់ពេលខ្ញុំគូសនៅត្រង់នេះយើងកាត់គៀលមុខកាត់យោសិនណាយើងកាត់គៀលមុខកាត់យោក្នុងបន្ទប់ទឹកយើងមួយសិនតែឥឡូវខ្ញុំគ្រាន់តែបង្ហាញបងប្អូនរបៀបគូសទេណាដល់ចំពោះកាត់គៀលតើតើជាមួយនឹងមុខកាត់យោមុខកាត់អីបងប្អូនអាចកាត់គៀលដោយខ្លួនឯងបានណាចំពោះបងប្អូនបច្ចេកទេសខាងទឹកណាបងប្អូនអាចកាត់គៀលខ្លួនឯងបានហើយអូខេអញ្ចឹងយើងមកខាត់ពេលខ្ញុំគូសមកណាខ្ញុំគូសមកដល់ត្រង់នេះហើយខ្ញុំគូសត្រង់ទីតាំងហ្នឹងមកវិញមកអូខេពេលដល់ត្រង់នេះយើងត្រូវចូលមកបន្ទប់ទឹកណាអូខេអញ្ចឹងខ្ញុំ keep ត្រង់នេះមួយសិនហើយខ្ញុំធ្វើការបើកពេត plumbing មកទាំងអស់ទាំង survey ទាំងអីអូខេប៉ុណ្ណេះអញ្ចឹងយកទឹកស្អាតយើងអាចចូលដល់នេះបានអូខេអញ្ចឹងខ្ញុំធ្វើការគូសយកទឹកស្អាតមកដល់ត្រង់នេះអូខេខ្ញុំគូសឡើងមកលើមកណាខ្ញុំយកត្រង់នេះសិនអញ្ចឹងមកត្រង់នេះខ្ញុំយកឡើងទៅលើអាចនឹង5ទឹកខ្ញុំចុច apply ណា apply ហើយអញ្ចឹងខ្ញុំយក section មួយខ្ញុំគូសនៅត្រង់ចំណុចនេះហើយខ្ញុំមកយក section ទៅអូខេអូខេនេះយកទឹកយើងអញ្ចឹងហើយខ្ញុំធ្វើការដូរខ្ញុំយក PPR វិញណាទឹកខ្ញុំយក PPR 25ដូចគ្នាខ្ញុំយកគូសឡើងលើអូខេខ្ញុំគូសឡើងលើមកគូសដល់ត្រង់នេះទៅណានៅត្រង់នេះគឺអូតូតែខ្ញុំអត់ឲ្យដាក់ Y ទេខ្ញុំឥឡូវនេះទៅយក PPR និង HDPE គឺអូតូ Y ឲ្យណានេះអូតូ Y ឲ្យដោយសារខ្ញុំបានកំណត់នៅក្នុង template របស់ខ្ញុំអូខេអញ្ចឹងហើយយើងធ្វើការគូសចូលមកខាងក្នុងបន្ទប់របស់យើងទៅអូខេអញ្ចឹងនៅក្នុងបន្ទប់ជាទូទៅក្នុងបន្ទប់ហ្នឹងនេះនៅត្រង់មួយនេះណានេះចំពោះត្រង់ហ្នឹងពីដើមបងប្អូនណាឥឡូវនេះ
យើងគូសនៅលើនេះមកនៅចន្លោះនេះក៏បាននៅលើនេះក៏បានដែរណាដើម្បីកុំឲ្យបុកគ្នាហើយក៏បងប្អូនយកខាងក្រោមនេះក៏បានដែរណាឥឡូវឧទាហរណ៍ថាខ្ញុំយកខាងក្រោមវិញចាញ់យកខាងក្រោមខ្ញុំចាក់ពី floor មកធ្វើនេះធ្វើនេះแล้วក៏ខ្ញុំចាក់ពី floor មកដល់ត្រង់ចំណុចនេះណាអូខេដល់ត្រង់ចំណុចនេះខ្ញុំសុំបដូរតិចអូខេប៉ុណ្ណេះចាញ់ខ្ញុំធ្វើការចាក់ពី floor មកអូខេមកដល់ត្រង់ចំណុចនេះគឺ3.2 ម៉ែត្រណា3.2 ម៉ែត្រអូខេអញ្ចឹងដល់ពេលទៅយករបស់យើងណាអញ្ចឹងខ្ញុំយក PPR អូខេ PPR គឺយើងបបែកចូលមកខាងនេះ25ហើយតើតើជាមួយនឹងកម្ពស់គឺខ្ញុំយក3 ម៉ែត្រតាក់សិនណាខ្ញុំសាកសិនហើយខ្ញុំគូសពីទីតាំងនេះខ្ញុំគូសមកដល់នេះសិនអូខេចឹងខ្ញុំធ្វើការ view rank មួយអូខេខ្ញុំធ្វើការ view rank មួយខ្ញុំយក3 ម៉ែត្រកន្លះចុចអូខេ3 ម៉ែត្រកន្លះយើងមើលឃើញដល់ទៅយកខាងលើទៀតចឹងខ្ញុំអាចយកត្រឹម3 ម៉ែត្រ 2អូខេយកប៉ុណ្ណេះមកយក3 ម៉ែត្រ 2ក៏មកនេះយើងមើលឃើញដល់លើណាខ្ញុំចាំមើល view section មួយចឹង3 ម៉ែត្រ 2នៅនេះអត់ដល់ទេណា3 ម៉ែត្រ 2នៅត្រង់ទីតាំងនេះចុចខ្ញុំឲ្យឡើងលើតិចខ្ញុំឲ្យឡើងលើខ្ញុំមូលខ្ញុំសំទោសខ្ញុំទីឡើងលើចេះហ្មងក៏បាននេះហើយណាទីឡើងលើចេះក៏បានហើយ3 ម៉ែត្រពីតាក់ឲ្យខ្ញុំយក3 ម៉ែត្រ 3អូខេនៅត្រង់នេះខ្ញុំយក3 ម៉ែត្រ 3 3 ម៉ែត្រ 3នេះ3 ម៉ែត្រ 3គឺយើងមើលឃើញតើតើជាមួយនឹងទីសយផាយណាតែក៏បើឃើញខ្ញុំយក system supply នេះមកអូខេអញ្ចឹងខ្ញុំធ្វើការគូសទៅមកនេះគឺមានវីដេអូដែរណាអញ្ចឹងខ្ញុំធ្វើការគូសមកខាងនេះមួយសិនមកអូខេអញ្ចឹងខ្ញុំ25ហើយខ្ញុំអាចគូសដល់នេះហើយទីតាំងនេះមាន server មួយដែរណាហើយយើងអាច spare server គេមួយអូខេខ្ញុំបិទទៅខ្ញុំ review មកខ្ញុំ review មក20ហើយខ្ញុំទុកមកត្រង់នេះសិនអូខេហើយទីនេះបងអាចដាក់វ៉ានមួយហើយក៏បងប្អូនចង់ដាក់វ៉ាននៅទីតាំងនេះក៏ប៉ុន្តែនៅ level ក្រោមបងអាចដាក់បានឥឡូវឧទាហរណ៍ខ្ញុំចង់ដាក់វ៉ានទីតាំងនេះខ្ញុំគូសត្រង់នេះមកអូខេខ្ញុំគូសបែបនេះប៉ុណ្ណឹងមកហើយខ្ញុំយកទៅ level 3 តាក់អូខេ3 តាក់ហើយខ្ញុំគូសមកវិញខ្ញុំគូសមកទីតាំងនេះវិញមកហើយខ្ញុំគូសមកដូចជា3 ម៉ែត្រ 3ណាគូសមកប៉ុណ្ណេះមកអូខេប៉ុណ្ណេះសិនហើយខ្ញុំ copy ទីតាំងនេះ level ខ្ញុំដាក់នៅទីតាំងនេះវិញអូខេខ្ញុំធ្វើការ connect គ្នាបានអូខេបែបនេះហើយទីនេះយើងអាចលុបបានណាសំទោសព្រោះទីតាំងយើងអាចលុបបានហើយខ្ញុំធ្វើការភ្ជាប់គ្នាទៅអូខេមួយណាហើយចំពោះនៅត្រង់នេះគឺយើងមានពាក់ទងជាមួយនឹង server អូខេ server ខ្ញុំអាចយកពីទីតាំងនេះទៅក៏បានពីទីតាំងនេះទៅក៏បានណាឥឡូវខ្ញុំយកពីទីតាំងនេះទៅណាខ្ញុំយកពីទីតាំងនេះទៅនោះអូខេដល់ត្រឹមនេះខ្ញុំ
ទុកត្រឹមនេះមួយសិនក៏ដែរទៅយោទៅយោខ្ញុំសុំបដូរទៅយោណាខ្ញុំសុំដាក់ត្រឹមតែ20ទេអូខេ OD 20ចឹងខ្ញុំសុំមើលទុកត្រឹមនេះសិនហើយចំពោះវ៉ាននេះវ៉ានឥឡូវខ្ញុំសាក់ដាក់វ៉ានមួយខ្ញុំឆែកឲ្យមើលវ៉ានខ្ញុំសិនក្នុងនេះយើងមានវ៉ានអត់ណានៅខាងនេះជាអត់មានទេតែឥឡូវខ្ញុំទៅ load យកវ៉ានខ្ញុំមកសិនអូខេខ្ញុំសុំបើក folder ខ្ញុំមួយខ្ញុំទៅវ៉ានអូខេខ្ញុំទៅរកវ៉ានចឹងខ្ញុំរកវ៉ានសិនអូខេឥឡូវខ្ញុំរកវ៉ានឃើញហើយគឺនេះខ្ញុំយកវ៉ានប្រភេទនេះណាដើម្បីទៅដាក់ទៅក្នុងការងាររបស់យើងចឹងខ្ញុំសូមបើកមកវិញនេះណាហើយខ្ញុំចាប់ចូលមកអូខេវ៉ាននេះនេះនៅទីតាំងនេះហើយខ្ញុំដាក់ចូលមកណាហើយទីនេះខ្ញុំអាចសុំទោសនេះដោយសារខ្ញុំនិយាយចឹងគឺម៉ៅរបស់ខ្ញុំហ្នឹងចុច click អូខេនេះចំហៀងចឹងខ្ញុំឲ្យចំហៀងខាងនេះខ្ញុំធ្វើការរោមកនេះចឹងខ្ញុំចង់ឲ្យមកចំហៀងមកដល់ត្រង់នេះខ្ញុំអាច align ក៏បានដែរខ្ញុំsẽ align មួយសិនអូខេបែបនេះមកណាហើយខ្ញុំមកមើល section តិចខ្ញុំមកមើល section នេះបានរបស់យើងឃើញទេហើយចំពោះ labo នេះយើងអាចគូស connect នៅត្រង់នេះចូលក៏បានបងប្អូនអត់ចង់គូសក៏បានដែរណាបងប្អូនចង់គូសមានន័យថាចង់គូសពីលើមកក៏បានបងប្អូនចង់គូសពីទីនេះទៅចូលក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំគូសពីទីតាំងហ្នឹងទៅអូខេខ្ញុំធ្វើការគូសមកខ្ញុំយកតែ20ទេណាខ្ញុំយក20ហើយខ្ញុំធ្វើការគូសមកទីតាំងនេះខ្ញុំធ្វើការគូសមកទីតាំងនេះមួយខាងណាអូខេខ្ញុំដាក់តាមនេះមួយសិនហើយខ្ញុំយកតែ20ណាអូខេ20ខ្ញុំចូលមកក្នុងបាតវិញនេះជាទូទៅជាមួយនឹងlabo បើយើងមានតែក្តៅយើងដាក់ហាងណាណាគឺដាក់ហាងនេះហើយអញ្ចឹងខ្ញុំដាក់តាមនេះសិនចុះឃើញខ្ញុំដាក់តាមនេះសិនហើយខ្ញុំ cap វាមួយសិនណាខ្ញុំ cap វាមួយសិនឬក៏ខ្ញុំ cap តាមនេះមួយសិនណាអូខេអញ្ចឹងយើងគូសទៀតទៅនៅត្រង់ចំណុចនេះខ្ញុំអាចគូស cap សិនចេះក៏បានដែរខ្ញុំអត់ទាន់ detail ចូលអស់ហើយណាចាំដល់ពេលយើងផលិតសពចាំយើង detail ចូលក៏បានដែរទេអូខេអញ្ចឹងចំពោះនៅត្រង់នេះវិញនៅត្រង់នេះខ្ញុំប្រើវ៉ាននៅខាងក្រោមដូចគ្នាណាអញ្ចឹងខ្ញុំ click មួយមកហើយខ្ញុំបដូរមកកាត់វីដេអូអូខេខ្ញុំដាក់25នឹងត្មងទៅអូខេខ្ញុំគូសពីទីតាំងនេះទៅខ្ញុំគូសដល់ទីតាំងនេះឬក៏បងប្អូនគូសខាងនោះមានអត់ទេនេះខ្ញុំគូសមកអូខេខ្ញុំគូសបត់នេះមកហើយខ្ញុំដាក់ទៅ level 3 ទឹកសំទោសដាក់ level 3 ទឹកណាហើយខ្ញុំគូសមកនេះ3ទឹកខ្ញុំគូសដល់ត្រឹមនេះខ្ញុំ review មក20អូខេ20ដល់ទីតាំងនេះខ្ញុំទុកនៅត្រង់នេះមួយសិនអូខេអញ្ចឹងពេលបានប៉ុណ្ណឹងហើយនេះខ្ញុំធ្វើការដាក់វ៉ានមិញដូចគ្នាខ្ញុំយកវ៉ានមកអូខេខ្ញុំដាក់នៅត្រង់នេះមក
ខ្ញុំធ្វើការ row tab ដូចគ្នាណាអូខេខ្ញុំធ្វើការ row មកអូខេបែបនេះអញ្ចឹងខ្ញុំ align ចេញមកក្រៅតិចមកអូខេខ្ញុំ align ប៉ុណ្ណេះមកអូខេបែបនេះអញ្ចឹងខ្ញុំទៅមើល section អូខេ section នៅត្រង់នេះអញ្ចឹងហើយខ្ញុំធ្វើការគូសមកកាត់20អូខេខ្ញុំធ្វើការគូសមកកាត់20ខ្ញុំគូសឡើងមកទីតាំងនេះសិនអូខេប៉ុណ្ណេះសិនហើយទីតាំងនេះនេះហើយបងប្អូននៅត្រង់នេះអាចគូសមក connect មកខាងនេះក៏បានដែរ connect ជាមួយនឹងតើតើជាមួយ spray របស់យើងណានេះទីតាំងនេះឥឡូវឧទាហរណ៍ខ្ញុំចង់គូសជប់ spray គូសជប់ spray តែម្ដងឥឡូវឧទាហរណ៍ខ្ញុំបដូរមក20យ៉ាងមកទៅនេះ spray អត់ឲ្យ connect ទេឥឡូវបើចង់ឲ្យ spray នឹង connect ខ្ញុំចូលមក layout វិញហើយខ្ញុំប្រើ section មួយគឺ section នេះណាហើយខ្ញុំ view ខាងនោះវិញអូខេប៉ុណ្ណេះទៅនេះកន្លែង spray ហ្នឹងណានេះកន្លែងនេះបងប្អូនអាចមានន័យថាឲ្យចុះមកក្រោមតិចហើយចាំ connect ក៏បានដែរណាឥឡូវខ្ញុំគូសជាប់ spray ហ្នឹងមកនេះ spray ហ្នឹងខ្ញុំគូសមកនេះខ្ញុំមុខតិចហើយចាំខ្ញុំ align អូខេចាំខ្ញុំ align ឲ្យត្រង់គ្នាអូខេប៉ុណ្ណេះមកហើយមួយទៀតខ្ញុំមក section 7នៅទីតាំងនេះខ្ញុំលុបមួយហើយខ្ញុំធ្វើការបញ្ចប់គ្នាវិញអូខេបែបនេះហើយចំពោះlogo ក៏ដូចគ្នាណាចំពោះ logo បងប្អូនអាច connect ហើយនៅត្រង់នេះគឺយើងត្រូវមានតកតងជាមួយនឹងខ្សែដែលយើងហៅថាខ្សែសក្តិរបស់បុគ្គលណានេះទីតាំងនេះឥឡូវយើងធ្វើការគូសមកហើយចាំយើង cap តាមក្រោយទៅអីទេទីតាំងនេះខ្ញុំគូសមក LS មកគ្នាមកអូខេទីតាំងនេះហើយខ្ញុំ align មកអូខេប៉ុណ្ណេះមកហើយខ្ញុំចូលមក section 8ឬក៏ section 9នេះណាចូលមក section 9ហ្នឹងខ្ញុំធ្វើការ cap ខ្ញុំគូស cap មកខ្ញុំគូសដល់ទីតាំងនេះខ្ញុំធ្វើការសន្ទុះអូខេនេះដោយសារជាប់តកតងជាមួយនឹងនេះ default មកពីប្រគុណណាអញ្ចឹងខ្ញុំធ្វើការ edit តិចណាអូខេខ្ញុំលុបចេញសិនប៉ុណ្ណេះមកហើយខ្ញុំឡតទៅវិញអូខេប៉ុណ្ណេះហើយខ្ញុំ draw សាមីខ្ញុំយកប៉ុណ្ណេះមកនេះគឺនៅតែឲ្យភ្ជាប់ដដែលអញ្ចឹងខ្ញុំអត់ចង់ភ្ជាប់ទេខ្ញុំគូសមកអូខេខ្ញុំ cap ទៅអូខេប៉ុណ្ណេះហើយខ្ញុំ align មកអញ្ចឹងខ្ញុំ cap ទុកត្រឹមហ្នឹងសិនណាខ្ញុំ cap ទុកត្រឹមហ្នឹងសិនទៅនៅត្រង់នេះខ្ញុំលុបចេញសិនណាអូខេប៉ុណ្ណេះហើយមួយទៀតនៅត្រង់នេះគឺយើងអាចនឹងមានខ្សែរបស់ logo ដែរណាអញ្ចឹងជិតទៅ logo យើងទៅឡើងអាចនឹងខ្ទង់6ទឹកអីអូខេ logo យើងអាចទៅឡើងខ្ទង់6ទឹកពី floor ទៅណាឥឡូវខ្ញុំធ្វើការចាក់ហើយខ្ញុំគូស6ទឹកពី floor ទៅខ្ញុំធ្វើការចាក់ dimension អូខេនេះ floor ខ្ញុំធ្វើការចាក់ dimension នេះ6ទឹកអញ្ចឹងទៅយកអាចទៅក្រោមហ្នឹងតិចក្រោមហ្នឹងក៏បានស្មើក៏បានដែរណា
rồi cô bọn cho nhiều smart của bạn ở đây thì đó có thôi nhầm cô phần năng má hay ok phần năng má hay khi em thua cả cô trên một cái má nè phần năng má hay nhưng mà lạnh ở đam mê smart này má ok rồi chẳng nhầm cho vào lại áo với nhầm cho mà section mới ní hay nhầm giật riêng kiện tích ok phần này ok nhầm có tham phần này thấy mũi tắc ok chẳng rồi nhầm thua cả kẹp nè nhầm thua cả kẹp mình nhầm thua cả kẹp tầng này nhầm xong một line lại mũi ok phần này má ok chẳng bộ con mình cứ dương hai bà này phải tập tắc nèจะปูตุตักมันนี่ยังบานกูขายแต่แล้วยังเจอtừปูตุตักมวยติดโอเคคือปูตุตักในครั้งนี้ปูตุตักครั้งนี้ยังไอ copy แต่ตั้งอยู่บนปูคนนี้ยังด่าcủa bán rồi côยังกูsẽทำไมcủa bạn này ok chẳng lấy nhầmกูsẽทำไมthếยังเรียนกูไอ้บ้านจานtớiบ้านถนัดใดแหละนะโอเคยังกูมายังกูติดตั้งได้ให้ยังตัวกาcho tay là bị tắt okยังกูติดตั้งได้มาให้ยัง reuse một phẩy ok ตั้งได้มาให้ยังตีมันนี่โอเคปันนี้จังยังสมลบ section เจนสันโอเคยังสมลบ section เจนสันนะโอเคให้ยังยัง section มวยมาวิ่งยังกูมาโอเคปันนี้ให้ยังตัวมือ section ต่างออกนี้โอเคมวยนะคือเดี๋ยวตักมาเยอะโอเคมวยเนี่ยนะมวยนี้ให้níยังthử ca cu cho một cái đóng nhằm cho tôi lại ai quên nhằm vô section mỗi tiết cho một cục ok phần này hay nhằm thử ca nó nhằm đời số bằng hai mùi thì nè khi bằng hai mùi sầm rạp bông ôn để cột mình toàn chạy review bông ôn ảnh mơ tam rồi video bọc nhậm bán còn tại bông ôn chùm này p tạm đàn tích tới còn tại bông ôn chùm này p tạm đàn tích tới nè ok section 4 section đọc là trắng đấy hay nhằm thua ca chọc này tới phần này máu hai mươi tiết nhằm từ lại ở nhằm trong copy của ba này lấy nhằm trong copyแล้วก็ตัวท้ายnhằm trong copy แล้วก็ตัวท้ายnhằm trong copy โอเคphần này hay rồi đã tăng cho mùi vái tốt nhằm lục mùi sần á nhằm lục cải này muối hay cải này mùi hay khi em thua ca lán ok phần này hay nhằm đạo vàn mùi sần á nhằm cho một system hay khi em vô cái lại pi accessory ok nhằm đạo vàn mùi sần vàn đấy
ពេលដែលដាក់ទៅអត់មានន័យថានេះវាអត់ចាក់បដ ாய் មានន័យថាពេលដែលវាអត់ស្គាល់អញ្ចឹងគឺដាក់ទៅគឺអត់ជាប់ទេវ៉ានហ្នឹងឥឡូវខ្ញុំយកសារថ្មីមកបងប្អូនតើបងប្អូនសេរីឲ្យវាចូលទៅសិនណាមានន័យថានេះពេលបងដាក់ទៅអានេះក៏អត់ជាប់ដែរឃើញអត់គឺខុស level គ្នាហើយអូខេទៅខ្ញុំធ្វើការយកវ៉ាននេះមកវិញខ្ញុំយកវ៉ាននេះមកខ្ញុំដាក់នៅទីតាំងនេះនេះគឺអត់ស្គាល់ដែរឃើញអត់គឺអត់ស្គាល់ទេអញ្ចឹងឲ្យខ្ញុំមក section មួយសិនគ្រប់អាចនឹងស្គាល់វិញអូខេនេះអាចនឹងស្គាល់នេះអាចស្គាល់ហើយអូខេតាំងនេះមកខ្ញុំទៅ layout វិញហើយយើងធ្វើការរងអស់គ្នាទៅណាអូខេបែបនេះហើយចំពោះនេះយើងអាឡានចេញបានទេអូខេនេះ 3D របស់យើងណាតោះយើងកុំឲ្យខាត់ពេលយើងទៅបោះឲ្យបន្ទប់ទឹកមួយយ៉ាងទៀតទៅអូខេអញ្ចឹងយើងធ្វើការគូសនៅត្រង់នេះមួយទៀតហើយខ្ញុំ copy ហ្មងទៅខ្ញុំ copy មកអូខេនៅត្រង់នេះបងប្អូនយក100ក៏បានយក50យកអីហ្នឹងអត់អីទេណាហើយខ្ញុំធ្វើការយកតាមប៉ុណ្ណេះសិនទៅចូលមក9ហើយខ្ញុំធ្វើការភ្ជាប់គ្នាមកពេលត្រង់នេះមួយទៀតហើយខ្ញុំ connect មកអូខេប៉ុណ្ណេះខាងនេះមួយទៀតខ្ញុំបដូរមកកាត់មក20ហើយខ្ញុំធ្វើការគូសមកតាមទីតាំងនេះសិនខ្ញុំអាឡាញណាខ្ញុំអាឡាញវាស្មើគ្នាសិនខ្ញុំអាឡាញចេញមកសុំទោះអូខេបែបនេះហើយខ្ញុំទៅ layout វិញណាហើយ layout ខ្ញុំ cap មួយនេះសិនខ្ញុំ cap មួយហើយនៅទីតាំងនេះខ្ញុំ cap ដូចគ្នាអូខេទីតាំងនេះខ្ញុំ cap ដែរមកអូខេប៉ុណ្ណេះហើយខ្ញុំធ្វើការ cap ណាហើយខ្ញុំអាឡាញមកអានេះខ្ញុំលុបចេញទៅហើយអូខេប៉ុណ្ណេះខ្ញុំ cap ណាអូខេអញ្ចឹងយើងមក 3D ទីទៅយើងនៅមាន server មួយទៀតណាចឹងខ្ញុំទៅគូ server មួយទៀតខ្ញុំគូយក server មួយទៀត server អាចនឹងខ្ពស់តែគូយើងអាចរត់តាមនេះមករហូតមកចាំបត់ទៅ server ក៏បានអត់អីទេឥឡូវយើងធ្វើការគូសមកខ្ញុំគូសពិបាកក្នុងនេះមកណាសុំទោះខ្ញុំ back មកវិញអូខេខ្ញុំ draw ទៀតមកអូខេហើយខ្ញុំគូសមកណាខ្ញុំគូសមកដល់ទីតាំងនេះហើយខ្ញុំគូសមកត្រង់នេះសិនអូខេប៉ុណ្ណេះសិនហើយខ្ញុំយក section មួយយកមកគូសអូខេប៉ុណ្ណេះមកចឹងនេះចំពោះសំទោស server ជាទូទៅគេយកកម្ពស់ប្រហែលអ្នកទាំងអស់គ្នាត្រង់នេះណាអ្នកដែលដឹងជួយ comment ប្រាប់ខ្ញុំតិចមកនេះមក1ម៉ែត្រណាខ្ញុំយក1ម៉ែត្រចុះឥឡូវខ្ញុំគូសធ្វើការគូសឡើងទៅលើវិញទៅអូខេឥឡូវខ្ញុំធ្វើការគូសនៅទីតាំងនេះខ្ញុំធ្វើការគូសឡើងទៅលើវិញ
ខេខ្ញុំត្រូវហើយខ្ញុំគូសឡើងមកទីតាំងនេះវិញមកអូខេខ្ញុំគូសមក up នៅត្រង់នេះសិនប៉ុន្តែខ្ញុំធ្វើ layout វិញហើយខ្ញុំធ្វើការ align អីស្មើគ្នាទៅអូខេខ្ញុំកលបន្តិចមកអូខេប៉ុណ្នេះចឹងយើងទៅ 3D មើលបាទឥឡូវវីដេអូយើងគឺមានតែប៉ុណ្ណឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយចំពោះបងប្អូនដែលមិនទាន់បានទស្សនានៅវីដេអូរបស់ admin បងប្អូនអាចចូលទៅទស្សនាបានហើយកុំភ្លេចជួយដាក់សញ្ញាកណ្ដឹងហើយជួយ comment ជួយ like ហើយនិង share ដើម្បីងាយស្រួលទៅដល់ហើយបងប្អូនដែលចង់រៀនហើយតាំងជាមួយនឹងមេរៀន Revit MEP បងប្អូនអាចចូលទៅហើយ share comment ហើយ subscribe admin ម្នាក់មួយទៅដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ថ្ងៃអរគុណជួបគ្នានៅវីដេអូក្រោយ